បាទសូមគោរពដល់សម្ដេចទ្រង់ឯកឧត្តមលោកស្រីអ្នកនាងកញ្ញាលោកយាយលោកតាអ៊ំពូមីងមាលោកឪពុកអ្នកម្ដាយយុវជនយុវនារីបាទម្ដងទៀតហើយថ្ងៃនេះជួបជាមួយខ្ញុំបាទហាសនាមបាទ Channel ភូមិចាស់ទៀតហើយគឺថ្ងៃនេះខ្ញុំបាទនឹងពំនាំកោះកាយយករឿងរ៉ាវពីអតីតកាលមួយកន្លែងទៀតហើយដើម្បីធ្វើជាវីដេអូចែកជូនពុកម៉ែបងប្អូនលោកយាយលោកតាបានទស្សនានិងបានដឹងពីប្រវត្តិកន្លែងមួយកន្លែងគឺព្រៃភូមិតាព្រឹមបាទប្រវត្តិព្រៃភូមិតាព្រឹមនេះតើប្រវត្តិព្រៃភូមិតាព្រឹមនេះមានប្រវត្តិបែបណាហើយមានរឿងរ៉ាវអាថ៌កំបាំងអ្វីខ្លះថ្ងៃនេះខ្ញុំបាននឹងមកស្រាយបំភ្លឺចែកជូនពុកម៉ែបងប្អូនបានទស្សនានៅបាទទេសភាពព្រៃឈើនៅក្នុងភូមិព្រៃតាព្រឹមនេះផងហើយនឹងបានរៀបរាប់លម្អិតពីជីវប្រវត្តិនៃព្រៃភូមិតាព្រឹមនេះថាតើជីវប្រវត្តិមានបាទអ្វីខ្លះហើយពីដើមមកគឺរឿងរ៉ាវនឹងវាតាក់ទងនឹងអ្វីខ្លះហើយវាមានរឿងរ៉ាវដូចម្ដេចបានជាព្រៃភូមិតាព្រឹមនេះគឺមានព្រៃបាទធំលបួតដល់សពថ្ងៃនេះហើយអត់សូវមានបងប្អូនណាមួយឬក៏អ្នកស្រុកអ្នកភូមិណាមួយហ៊ានចូលមកកាប់ហ៊ានចូលមកឆ្ការឬក៏មកកាប់យកឈើយកទៅធ្វើនេះធ្វើនោះឬក៏យកទៅលក់ឲ្យឈ្មួញអីបានជានៅដល់សពថ្ងៃបាទខ្ញុំបាននឹងកោះកាយស្រាយបំភ្លឺនៅជីវប្រវត្តិនៃព្រៃភូមិតាព្រឹមនេះដើម្បីឲ្យពុកម៉ែបងប្អូនបានដឹងនៅក្នុងថ្ងៃនេះហើយបាទអញ្ចឹងហើយបើសិនជាខ្ញុំបាទរៀបរាប់ទៅមានកំហុសខុសឆ្គងដោយបាទអចេតនាក្តីឬក៏បាននិយាយទៅខុសឆ្គងនៅពាក្យសម្ដីអ្វីក្តីសូមពុកម៉ែបងប្អូនលោកយាយលោកតាដែលបានទស្សនាវីដេអូនេះសូមកាន់តែអធិស្ឋានដល់ខ្ញុំបាទផងពីព្រោះការរៀបរាប់របស់ខ្ញុំបាទពុកម៉ែបងប្អូនគឺមិនបានរៀបចំទុកអ្វីទេគឺនិយាយផ្ទាល់បាទតាមអ្វីដែលបានដឹងបានឮតពីចាស់មកផងហើយនឹងខ្ញុំបាននឹងមកស្រាវជ្រាវមកធ្វើជាវីដេអូបាទថតនៅព្រៃព្រឹក្សាដែលនៅក្នុងបាទដីព្រៃភូមិតាព្រឹមនេះផងបាទអញ្ចឹងហើយខ្ញុំបាននឹងបន្តិចទៀតនឹងធ្វើវីដេអូចូលទៅខាងក្នុងឯនោះបាទបងប្អូនឮហើយបាទនៅសំឡេងសត្វបាទក្នុងនេះគឺមានព្រៃបាទធំដើមឈើធំជាច្រើននិងមានសត្វជាច្រើនប្រភេទបាទដែលនៅក្នុងនេះពុកម៉ែបងប្អូនបាទគឺមានសត្វបាទនិយាយចំទៅតង់សត្វស្លាបតង់សត្វអីហ្នឹងបាទនឹងសត្វមានសត្វកើតសាហាវសត្វអីខ្លះដែរហើយខ្ញុំបាទក៏សូមខន្តីអធិស្ឋានដល់ម្ចាស់ទឹកម្ចាស់ដីពពួកអរុអរណតាបាទដែលថែរក្សាទឹកដីនៅព្រៃភូមិតាព្រឹមនេះបាទបើសិនជាកូនចៅបាទជួលទៅក្នុងហើយបាទសូមឲ្យកុំមកឲ្យប្រកែប្រកាន់កូនចៅអីពីព្រោះខ្ញុំមកនេះគឺអត់មានអ្វីបាទមកណាអត់អីទេខ្ញុំបាទគ្រាន់តែបាទចង់ធ្វើជាវីដេអូដើម្បីកោះកាយស្រាយបំភ្លឺនៅរឿងរ៉ាវពីអតីតកាលចែកជូនលោកឪពុកអ្នកម្ដាយលោកយាយលោកតាអំពូមីមៀបានស្គាល់និងបានទស្សនាវីដេអូទេបាទអញ្ចឹងហើយកុំអោយខាតពេលវេលាយូរខ្ញុំបាននឹងនាំអារម្មណ៍ពុកម៉ែបងប្អូនលោកយាយលោកតាអំពូមីមៀចូលទៅទស្សនានៅក្នុងបាទព្រៃដីភូមិតាព្រឹមនឹងផងនិងរៀបរាប់ពីជីវប្រវត្តិពីព្រៃភូមិតាព្រឹមនេះផងថាហេតុអ្វីបានមិនមានគេកាប់គេស្ការបានទុកព្រៃឲ្យធំរហូតដល់សពថ្ងៃពីព្រោះសម័យនេះគឺជាសម័យដែលគេមានគ្រឿងចាក់ដែលគេមានបានមិនមែនប្រើកបិតបថៅដឹងដូចសេរីមុនទេហេតុអ្វីបានជាអត់មានអ្នកកាប់កោះកាយអីអុយព្រៃនៅអញ្ចឹងរហូតដល់សពថ្ងៃទៅវាមានអាថ៌កំបាំងអ្វីខ្លះវាមានរឿងដល់រន្ធត់អ្វីខ្លះបាទឥឡូវយើងក៏មកខាតពេលវេលាយូរខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាបាទទេសភាពនឹងរៀបរាប់លំអិតពីព្រៃភូមិតាព្រឹមនេះទាំងអស់គ្នាបាទសូមគោរពជំរាបសួរដល់សម្ដេចទ្រង់ឯកឧត្តមលោកយាយលោកតាអំពូមីងមាលោកឪពុកអ្នកម្ដាយបាទសាជាថ្មីម្ដងទៀតបាទឥឡូវពេលនេះបាទឃើញថាខ្ញុំបាទមកដល់ព្រៃមួយកន្លែងគឺមានឈ្មោះថាព្រៃភូមិតាព្រឹមបាទខ្ញុំនឹងរៀបរាប់ពីជីវប្រវត្តិនៃព្រៃភូមិតាព្រឹមនេះចែកជូនដល់លោកឪពុកអ្នកម្ដាយលោកយាយលោកតាអំពូមីងមាបានស្ដាប់ទាំងអស់គ្នាហើយនឹងបានទស្សនានៅបាទព្រៃព្រឹក្សាដែលដុះនៅក្នុងព្រៃភូមិតាព្រឹមនេះបាទមុននឹងចូលដល់សាច់រឿងខ្ញុំបាទនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាបាទពីដងព្រៃសិនបាទគឺក្នុងព្រៃភូមិតាព្រឹមនេះគឺមានព្រៃនៅធំច្រើនបងប្អូនហើយពោពេញទៅដោយបាទសត្វជាច្រើនបងប្អូនបានឮហើយនៅសំឡេងសត្វយំបាទបងប្អូននេះហើយសត្វនេះក៏ជាសត្វដែលសឹងថានឹងផុតពូជហើយបងប្អូននៅតំបន់ខ្ញុំនេះគឺមានតែនៅព្រៃភូមិតាព្រឹមនេះទេបាទហើយនេះគឺជាដំបូកបងប្អូន
ហើយសាច់រឿងរ៉ាវបាទយ៉ាងណាយ៉ាងនេះខ្ញុំបាទនឹងបាទរៀបរាប់ប្រាប់ពុកម៉ែបងប្អូនឲ្យបានដឹងប្រវត្តិព្រៃភូមិតាព្រឹមនេះទាំងអស់គ្នាបងប្អូនតែមុននឹងចូលដល់សាច់រឿងសូមបងប្អូនពុកម៉ែយាយតាទស្សនាបាទនៅដងព្រៃព្រឹក្សានេះសិនបាទបងប្អូនហើយបាទនោះមូស័តនោះបងប្អូនបាទជាបងប្អូនបាទបាក់មើលដែរពីព្រោះកាមេរ៉ាខ្ញុំអត់សូវច្បាស់ទេបងប្អូនដោយសារវាសัตว์វានៅឆ្ងាយហើយបងប្អូនទស្សនាព្រៃនេះសិនបាទឃើញថាព្រៃនៅធំធំច្រើនបងប្អូនបាទឥឡូវយើងធ្វើដំណើរចូលបាទទៅក្នុងបន្តិចហើយនេះគឺជាផ្លូវបងប្អូនផ្លូវចាស់បាទមិនទាន់រលុបស្នាមទេគឺនៅរៀងដានបាទរៀងសឹកសឹកដោយសាររាល់ថ្ងៃនេះគឺអត់មានអ្នកដើរទៀតទេបងប្អូនដោយសារក្នុងព្រៃនេះគឺបាទសម្បូរដោយសត្វកាចសាហាវផងហើយណាមួយវាមានរឿងរ៉ាវអាត់កំបាំងនៃព្រៃនេះផងបងប្អូនបាទគឺស្ងាត់សងំបងប្អូនមានតែសំឡេងសត្វទេបាទឥឡូវគឺយើងចូលដល់សាច់រឿងបន្តិចពុកម៉ែបងប្អូនបាទកាលពីយូរលង់ណាស់មកហើយដល់អ្វីដែលខ្ញុំបានដឹងគឺខ្ញុំបានដឹងពីលោកតាលោកយាយដែលគាត់នៅក្នុងភូមិនេះគាត់បានរៀបរាប់ប្រាប់ខ្ញុំបាទជាច្រើនតាក់ទងនឹងប្រវត្តិនៃព្រៃភូមិតាព្រឹមនេះហើយដោយសារខ្ញុំបានស្ដាប់គាត់រៀបរាប់ចប់សេចក្តីហើយខ្ញុំបានក៏មិនអស់ចិត្តក៏ចូលមកធ្វើវីដេអូមកដល់កន្លែងទីតាំងផ្ទាល់បដ ாய் ពុកម៉ែបងប្អូនបាទដោយសារយើងស្ដាប់គាត់និយាយយើងអត់បាទអស់ចិត្តអញ្ចឹងហើយខ្ញុំបាទក៏មកធ្វើវីដេអូបាទផ្ទាល់ដល់កន្លែងហ្នឹងបដ ாய் ថាតើអ្វីដែលលោកយាយលោកតារៀបរាប់ប្រាប់ខ្ញុំនឹងថាតើព្រៃនឹងហើយកន្លែងហ្នឹងតើដូចដែលគាត់រៀបរាប់ប្រាប់អត់ឬក៏គាត់កុហកទេអញ្ចឹងបាទខ្ញុំបាទសម្រេចចិត្តបាទចូលមកក្នុងព្រៃនេះម្នាក់ឯងបដ ாய் បងប្អូនគឺមកសុទ្ធបាទយកធ្វើជាវីដេអូបាទដើម្បីចែកជូនពុកម៉ែបងប្អូនបានឃើញទាំងអស់គ្នាថារឿងនេះគឺជារឿងពិតឬក៏រឿងបាទគាត់និយាយពុតផកុហកទេឥឡូវខ្ញុំបាទចូលមកដល់ព្រៃនេះគឺជារឿងពិតមែនពុកម៉ែបងប្អូនបានឮហើយនៅសំឡេងសัตว์បាទយើងចូលដល់សាច់រឿងយើងពុកម៉ែបងប្អូនបាទគឺកាលពីដើមឡើយហ្នឹងអ្វីដែលខ្ញុំបានដឹងគឺមានលោកតាម្នាក់គាត់ឈ្មោះតាព្រឹមបាទគាត់ឈ្មោះតាព្រឹមហ្នឹងគាត់បាទតាព្រឹមហ្នឹងគាត់គឺជាព្រានព្រៃពុកម៉ែបងប្អូនគាត់ជាព្រានព្រៃគាត់តែងតែបរបាញ់សัตว์បាទនៅតាមព្រៃជាច្រើនតែអ្វីដែលតាក់ទងនៅកន្លែងនេះបានទៅជាប់ឈ្មោះព្រៃភូមិតាព្រឹមហ្នឹងគឺគាត់បានបាទមកបាញ់សัตว์នៅកន្លែងហ្នឹងគឺដូចដែលលោកយាយលោកតាដែលគាត់បាននិយាយប្រាប់ខ្ញុំហ្នឹងថាចាស់ចាស់ពីដើមគាត់ចេះមន្តអាគមពុកម៉ែបងប្អូនហើយតាព្រឹមហ្នឹងគឺគាត់ចេះមន្តអាគមគាត់ថាចេះស្ដោះព្រៃមិនទេបងប្អូនខ្ញុំក៏អត់ដឹងដែរពីព្រោះយើងកើតអត់ទាន់ដែរតែអ្វីដែលខ្ញុំបានដឹងពីលោកតាលោកយាយដែលគាត់និយាយប្រាប់ខ្ញុំហ្នឹងគឺតាព្រឹមហ្នឹងគាត់បានស្ដោះព្រៃនេះបងប្អូនហើយព្រៃនេះធំមកបងប្អូនគឺលបាក់ប្រហែលជាខ្ទង់បាទប្រហែលជា50ហិកតាបងប្អូនគឺព្រៃនេះធំណាស់យើងមិនអាចដើរជួលសពគ្រប់បានទេដោយសារព្រៃវាធំពេកអញ្ចឹងហើយគឺខ្ញុំបាទចូលបានត្រឹមណាគឺយកត្រឹមហ្នឹងពុកម៉ែបងប្អូនដោយសារយើងអត់ហ៊ានចូលទៅដល់ព្រៃជ្រៅខ្លាំងទេគឺយើងខ្លាចដែរបងប្អូនដោយសារខ្ញុំមកធ្វើវីដេអូនេះគឺខ្ញុំមកម្នាក់ឯងទេបងប្អូនអត់មានបាទអ្នកណាមកជាមួយទេអញ្ចឹងហើយការចូលព្រៃក៏វារៀងញើតដែរបងប្អូនហើយបងប្អូនបន្ទាប់ពីតាព្រឹមគាត់បានស្ដោះព្រៃនឹងមកឃើញថាព្រៃក្នុងព្រៃនេះនឹងគឺបរបាញ់សត្វបានតែគាត់ទេបងប្អូនមិនមែនថាបាទព្រានដតីគាត់មកបោបាញ់អត់បានទេគឺដោយសារពេលណាម្នាក់ដែលចូលបានដែលចូលដល់ព្រៃនេះគឺវងវែងបងប្អូនគឺអត់អាចរកផ្លូវទៅផ្ទះឃើញទេហើយអ្វីដែលគួរឲ្យតក់ស្លុតមួយទៀតនោះគឺពេលដែលមកដល់បាទជួនកាលបងប្អូនបើជួនកាលព្រានខ្លះខ្ញុំតាមដែលឮលោកតាលោកយាយគាត់និយាយប្រាប់ខ្ញុំពេលខ្លះមកដល់ឃើញឧបមាថាសត្វជ្រូកបងប្អូនសត្វជ្រូកពេលដែលគាត់បាទទាញស្នាទាញធ្នូបាញ់ឬក៏គាត់ឆ្នៃជាអាវុធមកបរបាញ់ហ្នឹងគឺពេលដែលបាញ់ត្រូវទៅត្រូវកលឈើវិញបងប្អូនទៅជាមើលកលឈើហ្នឹងឃើញសត្វជ្រូកសត្វឆ្លុះសត្វអីចឹងណាបងប្អូនអញ្ចឹងហើយបាន
bà piên prey tầng lai na để chôn mò ní nước cứ tay từ vùng vinh bờ mình vùng vinh thế banh có chưa có lấy tha sát ấy chẳng thầu bằng phồn cứ mỗi đằng chỉ có chơi món là côm mấy thế tập prem nâng bàn chỉ có đo bà đòi đò để vừa ôi priền tầng lai nước cứ có mưa có chưa khơi tàu chia sát tàu chia ấy vinh chẳng á bằng phồn nào bây được nhom bàn đằng vì lũ ta lũ gì để có bàn bà điệp rò prap nhom nâng bà và top món nước cứ tập prem nâng bộ mấy bằng phồn có bàn đo prey nâng hơi có cha cha bữa đấy ông có tham miếng bà lấy đo hơi có miếng bà lấy sai với này bằng phồn ở phía có đo hơi có ọt sai thế đôi xa có bà một bò bánh sắt cái lấy nước hay bò bánh bàn thì có đi bằng phồn một cái lấy nước cứ miếng bà prey tôi thôm trơn hơi cô miếng sắt bà chỉ trơn đâu không prey nâng bằng phồn bà bằng phồn bà khơi mà cứ nè tùy sụp hiệp bà cứ đơm chu thôm thôm lên tên bằng phồn bà prey nó miếng thôm thôm hơi cục cục bằng phồn đi sắt chợ đòn prey bà miền vò miền đi tông bằng phồn này bà hơi cứ ngặt rồi ngôm đó na bóng phồn bà một tí tiếc cho bạn đừng làm ớt sạch rương bà to tiếp bóng phồn tại mà đừng chú đào sạch rương chứ xong bộ mẹ bóng phồn bà lưu gì lô ta tốt sana nấu đòn prey sân bóng phồn nó miền đơm chu thôm thôm mà bộ mẹ bóng phồn ơi bà cả lấy khác cứ ăn miên đi bộ mẹ bóng phồn miên thì cả lấy nâng phải phải vì riêng là hong không nông đấy bóng phồn tới vì ngặt thì ngôm vào đôi cứ dương chôn mó cứ dương prui của bà rồi bà lôi chù thì không nông mình tây tiết bộ mẹ bóng phồn mà bà bóng phồn này nó miên bà tức đọ nó không nông để rôn chơi bóng phồn cứ ta prey ngặt men tên bóng phồn bóng phồn ơi ngặt men tên này đỏ có hay bóng phồn ơi ngặt thằng ngôm bóng phồn bà này nó miên sắt ini cáo sắt đôi chỉ cáo sắt cần đách bóng phồn này cứ viên sẽ điên là cần đi ở đấy bóng phồn món này bố viên nó đây bóng phồn nó đờ tròn mình màu nói mưa khơi từ một lần bà chỉ lật chư phu trao đó cô khơi một bà nó sắt đi sắt cái đi chứ không bóng phồn tại cái hào cắt đách bà vì nó đây đi cái đi ở đây bàនេះគឺជាដងព្រៃនៅព្រៃភូមិតាព្រឹមនឹងហើយបងប្អូន
បាទ hello គឺថាយើងតសាច់រឿងយើងម្ដងទៀតពុំមិនបងប្អូនបាទមិញខ្ញុំបានរៀបរាប់បាទលម្អិតបានសឹងតែពាក់កដាលហើយតែពេលនេះយើងមកតសាច់រឿងយើងបន្តទៀតហើយខ្ញុំបាទក៏បាទរៀបរាប់សង្ខេបតិចគឺពីដើមតោកមកម្សាទៀតដើម្បីឲ្យពុកម៉ែបងប្អូននឹងបានបាទដឹងបានច្បាស់ពីព្រៃបាទភូមិតាព្រឹមពុកម៉ែបងប្អូនបាទដូចខ្ញុំបានរៀបរាប់កាលពីដើមវីដេអូអញ្ចឹងគឺអ្វីដែលខ្ញុំបានដឹងពីលោកតាលោកយាយដែលគាត់នៅក្នុងភូមិរបស់ខ្ញុំហ្នឹងក៏បានរៀបរាប់ប្រាប់ខ្ញុំដូចដំណើររងដើមតងដែលខ្ញុំបានដែលធ្វើវីដេអូបាទរៀបរាប់ពីដើមមកអញ្ចឹងពុកម៉ែបងប្អូនគឺព្រៃនេះហ្នឹងគឺដើមឡើយហ្នឹងគឺមានឈ្មោះតាមួយគាត់ឈ្មោះតាព្រឹមហើយគាត់តែងជាបាទតាព្រឹមហ្នឹងគាត់ប្រកបមុខរបរជាព្រានព្រៃដើរបរបាញ់សัตว์ពុកម៉ែបងប្អូនដល់ពេលអញ្ចឹងហើយគាត់បាទតាព្រឹមហ្នឹងគាត់ចេះនៅមន្តអាគមស្ដោះព្រៃបងប្អូនពេលណាដែលគាត់មកបរបាញ់អញ្ចឹងទៅគាត់តែងតែដើរនិយាយចំទៅគាត់ដើរបាញ់គ្រប់កន្លែងតែដល់ពេលកន្លែងព្រៃនេះមួយប្រហែលជាព្រៃនេះសបូរសัตว์ច្រើនបើអញ្ចឹងគាត់ចង់របៀបថានិយាយថាពាក្យថាកាងព្រៃបងប្អូនកាងអត់អុយអ្នកណាម្នាក់អាចមកបរបាញ់បានកន្លែងនេះហើយគាត់ចេះមន្តអាគមចេះមន្តគាថាអីផងអញ្ចឹងហើយគាត់ស្ដោះព្រៃនឹងបងប្អូនដោះព្រៃនឹងដូចថាគេចងគេពុតសម័យមិនទេបងប្អូនតែគាត់ថាការស្ដោះព្រៃនេះអ្វីដែលខ្ញុំបានដឹងពីលោកយាយលោកតាដែលគាត់រៀបរាប់ប្រាប់ខ្ញុំនឹងគឺក្នុងព្រៃនេះអោយតែមានអ្នកណាមួយឬក៏ព្រានណាមួយមិនបាច់ថាព្រានទេបងប្អូនសំបីទីអ្នកស្រុកអ្នកភូមិចូលមកបាទបូចវបូចផ្ដៅបូចអីហ្នឹងក៏វង្វេងសឹងតែរកផ្លូវទៅផ្ទះអត់ឃើញទេបងប្អូនតននេះតែព្រឹមនឹងមកចឹងទៅបាទគាត់ហើយតែព្រឹមនឹងគាត់ដូចដឹងទៀតបងប្អូនគាត់ដូចដឹងថាបើសិនជាមានអ្នកណាមួយវង្វេងក្នុងព្រៃនឹងដែលគាត់ស្ដោះនឹងគាត់ដូចដឹងនឹងគាត់មកហើយបងប្អូនអពីចឹងទៅម្នាក់ថាពេលដែលចូលទៅបងប្អូនគឺថាមកតែម្ដងរៀងមកជាពិសេសគឺព្រាននៅសម័យនោះបងប្អូនគឺគាត់និយាយថាចេះបៀបថាមកបេកម្នាក់អញ្ចឹងបងប្អូនតែប្រហែលជាគាត់ចេះអត់ដល់តែព្រឹមនឹងទេគាត់មកបបាញ់អញ្ចឹងដូចខ្ញុំបានរៀបរាប់ពីដើមនេះជួនកាលគាត់ដើរមកអញ្ចឹងគាត់គុញបាទជ្រូកឬក៏ឆ្លុះកំពុងតែស៊ីផ្លែមកកាក់បងប្អូនរឹសផ្លែមកកាក់ព្រៃរបស់យើងស៊ីទៅឬផ្លែមកកាក់ព្រៃហ្នឹងដល់ពេលឃើញកំពុងស៊ីដល់ពេលបាញ់ទៅជាត្រូវទៅបោកត្រូវអីចឹងទៅបងប្អូនហើយមិនមែនជាសត្វព្រៃទេដល់ពេលអញ្ចឹងព្រានបាទទាំងអស់នោះគាត់ឆ្ងល់ហើយគាត់សាក់លោមកទៀតអញ្ចឹងទៀតបងប្អូនគឺអត់មានអ្នកណាមួយបោកបាញ់បានទេសំណេកតែព្រឹមហ្នឹងបងប្អូនពេលដែលគាត់មកដល់គឺគាត់បាញ់បានដូចយីទៅតាគាត់និយាយប្រាប់ខ្ញុំជ្រូកឆ្លុះជួនគាត់បាញ់បានបាទដល់ប្រឹសដល់អីទៀតបងប្អូនបើអ្វីដែលគាត់បានគឺសត្វមិនថាសត្វបាទដូចជាសត្វព្រៃសត្វមន់ព្រៃឬក៏សត្វអីដូចជាកងោតអីគឺគាត់បោកបាញ់បានគាត់បាញ់បានរហូតតែសំណេកព្រានដតេគឺបាញ់អត់បានទេបងប្អូនអញ្ចឹងហើយបានជាអត់មានអ្នកណាហ៊ានជួក្នុងព្រៃនឹងទេបងប្អូនពេលអញ្ចឹងទៅក៏តាព្រឹមនឹងគាត់ចេះតែមកបោកបាញ់រហូតរបួតបាទជាច្រើនឆ្នាំហើយក៏អ្វីដែលខ្ញុំបានឮពីលោកយាយលោកតាគាត់រៀបរាប់ប្រាប់ខ្ញុំទៀតនោះគាត់ថាចៅអេងទៅដល់ហ្នឹងឃើញព្រៃហ្នឹងហើយតែគាត់ថាមុននឹងចៅអេងទៅចៅអេងពេលដែលចៅអេងចូលមកក្នុងព្រៃហ្នឹងចៅអេងគឺសុំម្ចាស់ទឹកម្ចាស់ដីដែលអរុអរណតាពពួកអមនុស្សដែលថែរក្សានៅព្រៃហ្នឹងពេលចៅអេងចូលទៅអត់អីទេអត់វង្វេងទេក៏មកតែយើងជួលបំណងនៅក្នុងផ្លូវអាក្រក់បងប្អូនអញ្ចឹងហើយបានខ្ញុំដើមវីដេអូហ្នឹងខ្ញុំមុននឹងខ្ញុំជួលមកនេះខ្ញុំបាទក៏បានសុំបាទលើកដៃសំពះគោរពដល់ម្ចាស់ទឹកម្ចាស់ដីដែលអរុអរណតាដែលថែរក្សានៅព្រៃព្រឹក្សានៅព្រៃភូមិតាព្រឹមនេះខ្ញុំបានជួលមកនេះគឺអត់មានបំណងអាក្រក់ទេអញ្ចឹងហើយបានខ្ញុំបានរៀបរាប់សុំបាទម្ចាស់ទឹកម្ចាស់ដីពីដើមវីដេអូដូចខ្ញុំបាននិយាយរៀបរាប់ឲ្យពុកម៉ែបងប្អូនបានទស្សនាបានឃើញបានស្ដាប់អញ្ចឹងហើយឥឡូវយើងតសាច់រឿងយើងទៀតបងប្អូនដល់ពេលអញ្ចឹងមកគាត់បោបាញ់បានច្រើនឆ្នាំពេលណាគាត់បោបាញ់បានច្រើនឆ្នាំហើយក៏គាត់នឹងបាទធ្លាក់ខ្លួនឈឺពុកម៉ែបងប្អូនពេលគាត់ធ្លាក់ខ្លួនឈឺគឺបានប្រហែលជាខ្ទង់ប្រហែលជាមួយអត់ដល់មួយឆ្នាំទេបងប្អូនប្រហែលជាកន្លះឆ្នាំគាត់បានបាទលាចាក់លោកពុកម៉ែបងប្អូនគាត់បានលាចាក់លោកហើយតែប្រហែលជាគាត់នឹងអត់បានស្រាយវិញបងប្អូនដូចចាស់ថាស្ដោះហើយចងព្រៃនឹងហើយអត់បានស្រាយហើយដោយសារគាត់បាទមានជំងឺគាត់មកអត់រួចហើយអត់មានកូនចៅណាមួយដែលចេះបល័យសាងពីគាត់នឹងដើម្បីមកស្រាយព្រៃនឹងវិញហើយនឹងមកបាទដោះព្រៃនឹងឲ្យវាសាបលាកកំអយបាទបងប្អូនអ្នកស្រុកអ្នកភូមិចូលមករវរផ្ដៅរលពាក់អីហ្នឹងកុំអុយវង្វេងគឺអត់មានអ្នកណាធ្វើបានទេបងប្អូនអញ្ចឹងហើយបានជាបាទព្រៃនឹងនៅអញ្ចឹងបូតមកដល់ប្រហែលជាខ្ទង់ប្រហែលជា6 7ឆ្នាំយើងនេះទេបងប្អូនមានឈ្មួញមកដែរ
អ្វីដែលខ្ញុំដឹងណាមានឈ្មោះ100កាប់បាទដូចអត់ដើមឈូធំធំរបស់នោះអីទីទៀតខ្ញុំបាទនឹងបាទថតវីដេអូជែកជូនពុកម៉ែបងប្អូនបានទស្សនាដើមឈូធំធំនឹងឲ្យពុកម៉ែបងប្អូនបានទស្សនាបន្តទៀតបាទមានឈ្មោះបាទប្រង100កាប់ដែរតែបងប្អូនពេលដែលមកដល់គឺវង្វេងluônបាទវង្វេងហើយបានបាទយប់ឡើងលឺដូចមានមនុស្សបាទអូនិយាយពីក្បាលមានសំឡេងមនុស្សស្រែកថាកុំអោយចូលកុំអោយកាប់ព្រៃឈើនឹងបើសិនតែឯងហ៊ានបំពេញឯងនឹងបាទគ្រោះថ្នាក់ដល់អាយុជីវិតអ្វីដែលឈ្មោះនឹងគាត់បានលឺពុកម៉ែដល់ពេលអញ្ចឹងហើយក៏ឈ្មោះនោះដឹងខ្លួនដឹងអីខុសក៏ដុតធូបបន់ស្រន់ទៅដើម្បីសុំម្ចាស់ទឹកម្ចាស់ដីជាពិសេសដល់ដួងវិញ្ញាណរបស់តាព្រឹមនឹងឲ្យគាត់បានដែលលើកលែងទុះអុយដើម្បីឲ្យគាត់បានទៅផ្ទះទៅចំបែងវិញហើយគាត់សន្យាថាគាត់លែងហ៊ានមកបំពេញលែងហ៊ានគិតអាក្រក់មកលើព្រៃនេះហើយអញ្ចឹងហើយបានជាព្រៃនឹងបងប្អូនគឺនៅរបួសដល់សពថ្ងៃនឹងអញ្ចឹងពេលនោះគឺនៅមែនទេបងប្អូនតែដល់ពេលដល់សពថ្ងៃនេះគឺខាងបាទដែលបាទអ្នកធ្វើការដូចជាខាងរាជរដ្ឋាភិបាលឬក៏អ្នកធ្វើការខាងដែលសហគមន៍ព្រៃឈើនឹងគឺចាត់ទុកថាព្រៃនេះគឺជាព្រៃសហគមន៍សម្រាប់អោយមានជាជំរកដល់សត្វព្រៃបងប្អូនអញ្ចឹងហើយគឺអត់អាចណាកាប់បានទេតែបានតែមុននឹងដាក់ជាព្រៃសហគមន៍ដែលមិនអោយណាកាប់ឆ្ការបាននឹងគឺចូលមកក៏ចូលអាកើតដែរបងប្អូនអត់ទៅចូលក្នុងផ្លូវអាក្រក់បើត្រឹមតែមកធ្វើវីដេអូដូចខ្ញុំអញ្ចឹងតែគាត់ទៅចូលមកចង់រំវែងផ្លូវដែរបងប្អូននឹងឯណាដែរហ្នឹងមិនតែមិនអីទេអាចទៅរកផ្លូវឃើញវិញបានដោយសារយើងចូលរៀងជ្រៅដែរបងប្អូនអញ្ចឹងហើយគឺសាច់រឿងនេះគឺអញ្ចឹងបងប្អូនឡូវខ្ញុំបាទនឹងបាទរៀបរាប់ប៉ុណ្ណឹងលម្អិតប៉ុណ្ណឹងគឺពួកម៉ែបងប្អូនបានស្គាល់ច្បាស់ហើយនឹងបានដឹងពីប្រវត្តិនៃព្រៃភូមិតាព្រឹមនេះហើយថាមិនបានព្រៃនឹងវាមានដល់សពថ្ងៃអត់មានអ្នកកាប់អ្នកឆ្កាអ្នកអីសោះអញ្ចឹងគឺជីវប្រវត្តិដោយសារអីពួកម៉ែបងប្អូនដោយសារតាព្រឹមនឹងកាលពីគាត់នៅមានជីវិតគឺគាត់បានស្ដោះព្រៃនឹងគាត់ចងព្រៃនឹងមិនទេបងប្អូនដល់ពេលអញ្ចឹងទៅពេលដែលគាត់បាត់បង់ជីវិតហើយនៅមានគេចូលមកគឺនៅទីវង្វេងអញ្ចឹងនៅទីវង្វេងលបួតដូចខ្ញុំរៀបរាប់ចឹងមានឈ្មោះមិនអីមកគិតអាក្រក់គិតអីចឹងទៅបាទគឺវង្វេងហើយយប់ឡើងឮសំឡេងស្រែកបាទថាអុយមិនអុយចូលទេបើណាឯងនៅហ៊ានបំពេញគឺអាចគ្រោះថ្នាក់ដល់អាយុជីវិតអីចឹងទៅបងប្អូនគឺសាច់រឿងគឺអញ្ចឹងឥឡូវយើងបាទសាច់រឿងយើងរៀបរាប់ប៉ុណ្ណឹងសិនហើយយើងបាទបន្តទៅទស្សនាបាទព្រៃព្រឹក្សាបាទបងប្អូននៅដើមឈើធំធំហើយមានលឺនៅសំឡេងសត្វបងប្អូនបានលឺស្ដាប់ហើយណាបាទដូចសំឡេងសត្វនេះហ្នឹងគឺជាបាទនៅកន្លែងខ្ញុំគេហៅសត្វកន្ទះបងប្អូនឥឡូវបាទយើងទៅទស្សនាទេសភាពបន្តទៀតបងប្អូនបាទបន្ទាប់ពីបានស្ដាប់ការរៀបរាប់លម្អិតពីបាទដំណើរដើមតងជីវប្រវត្តិរឿងពីអតីតកាលរបស់ព្រៃភូមិតាព្រឹមហើយឥឡូវយើងទស្សនាបាទទេសភាពដងព្រៃបន្តទៀតបងប្អូនបាទនេះបងប្អូនឃើញហើយបាទដើមឈើនេះគឺមិនមែនតូចទេណាបងប្អូននេះគឺធំមែនទែនបាទនេះហើយអត់មានណាហ៊ានកាប់ហ៊ានអីទេបងប្អូនអើយមនុស្សបងប្អូនសម្លឹងមើលទៅលើសឹងថាបាទជុល50 ម៉ែត្រទៅលើហើយបងប្អូនអូច្រឡប់មកបងប្អូនអើយបាទបើសិនជាព្រៃអត់ស័ក្តិសិទ្ធទេមិនសល់ទេបងប្អូនអើយសម័យនេះហើយចឹងបានថាកន្លែងនីមួយសុទ្ធតែមានរឿងអាត់កំបាំងមានរឿងរ៉ាវបាទពីអតីតកាលមកបងប្អូនគឺសុទ្ធតែមានគ្រប់កន្លែងដោយសារយើងអត់បានដឹងបានអីទេហើយបើសិនតែយើងអត់ទៅស្រាវជ្រាវអត់ទៅជីកគល់សួរចាស់ហ្នឹងគឺបាទអាណាគាត់ទៅគឺបាត់បងអ្នកដែលគាត់បានដឹងពីប្រវត្តិអស់នឹងអស់បងប្អូនហើយក្មេងៗមកដឹងថាប្រវត្តិនឹងវាកើតឡើងតាំងពីពេលណាហើយរឿងរ៉ាវអត់កំបាំងវាមានអ្វីខ្លះហើយមិនបានព្រៃនឹងវានៅរបួសដល់សពថ្ងៃគឺអត់មានអ្នកដឹងទេបងប្អូនបើមិនតែយើងអត់ឆាប់ទៅកោះកាយអត់ឆាប់ទៅពំនាំយករឿងរ៉ាវនឹងបាទទៅដេញដូលសួរចាស់ឲ្យធ្វើជាវីដេអូចែករំលែកឲ្យបានដល់ពុកម៉ែបងប្អូនលោកយាយលោកតាដែលគាត់រស់នៅក្រៅប្រទេសក្តីក្នុងប្រទេសក្តីឲ្យបានដឹងជួនកាលពុកម៉ែបងប្អូនជួនកាលលោកយាយលោកតាខ្លះបងប្អូនពុកម្ដាយយើងបាទខ្លះគាត់ទៅនៅប្រទេសដទៃមែនតែគាត់បាទជួនកាលគាត់បានមកដល់កន្លែងព្រៃនឹងកាលពីមុនមក
តែដោយសារគាត់បាទបានទៅរស់នៅប្រទេសគេអញ្ចឹងទៅគាត់នឹកឃើញអនុស្សាវរីយ៍បាទចាស់ដែលគាត់បាននៅស្រុកខ្មែរហើយគាត់បានទស្សនាក៏បានដឹងពីកលែងព្រៃនឹងដែរតែដោយសារគាត់បានទៅយូរឆ្នាំហើយគាត់ផ្លេចដល់ពេលគាត់បានឃើញអញ្ចឹងគាត់នឹកឃើញរឿងរ៉ាវពីអតីតកាលកន្លងផុតទៅដែលគាត់បានដែលមកស្គាល់ព្រៃនឹងពីមុនអីចឹងទៅបងប្អូនហើយដល់ពេលក្មួយឬក៏បងប្អូនយើងខ្លះគាត់អត់បានដឹងអត់បានអីតែដល់ពេលគាត់បានឃើញវីដេអូគាត់បានស្គាល់តាមរយៈនឹងដែរបងប្អូនអញ្ចឹងហើយបានខ្ញុំបាទម្ចាស់ channel ភូមិចាស់បាននឹងខំប្រឹងបាទកោះកាយយករឿងរ៉ាវពីអតីតកាលជាច្រើនកន្លែងទៀតដើម្បីធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនបានទស្សនានិងបានស្គាល់ពីប្រវត្តិកន្លែងព្រៃនីមួយៗនិងកន្លែងកើតហេតុកន្លែងអាត់កំបាំងកន្លែងអីបាទជាច្រើនទៀតធ្វើជាវីដេអូចែកជូនពុកម៉ែបងប្អូនបានទស្សនាបន្តទៀតបាទនេះបងប្អូនមកដើមឈើឲ្យមើលព្រៃបងប្អូនអើយខ្ពស់ណាស់បាទបងប្អូនបានលឺហើយមានតែសំឡេងសត្វទេបងប្អូនស្ងាត់ត្រងំឡណាស់បងប្អូនសំបីទីស្លឹកឈើបងប្អូនមកនេះបាទក្រាស់ខ្មឹកបងប្អូនមកធំណាស់បងប្អូនអើយបាទអូបងប្អូនមានតាំងពីផ្សិតអីទេបងប្អូននេះបាទហើយយើងទៅទស្សនាបន្តទៀតបងប្អូនបាទដោយបានរៀបរាប់សាច់រឿងលម្អិតចែកជូនពុកម៉ែបងប្អូនលោកយាយលោកតាបានបានស្ដាប់បានដឹងពីប្រវត្តិព្រៃភូមិតាព្រឹមហើយអញ្ចឹងហើយខ្ញុំបានក៏ឆ្លៀតបាទថតទេសភាពបាទព្រៃព្រឹក្សាហ្នឹងគឺបាទពីកន្លែងព្រៃភូមិតាព្រឹមហ្នឹងចែកជូនពុកម៉ែបងប្អូនឲ្យបានឃើញបានទស្សនាទាំងអស់គ្នាពុកម៉ែបងប្អូនបាទព្រោះពុកម៉ែបងប្អូនខ្លះដូចជាពិសេសលោកយាយលោកតាបាទគាត់ចាស់អស់ហើយគាត់អត់អាចបាទមកដើរកំសាន្តឬក៏ដើរទស្សនាកន្លែងព្រៃចាស់ដែលគាត់ធ្លាប់បាទដើរកាលពីគាត់នៅក្មេងៗទេបងប្អូនដោយសារគាត់មករួចទេអញ្ចឹងហើយយើងអាចធ្វើជាវីដេអូបាទចែកជូនពុកម៉ែបងប្អូនលោកយាយលោកតាបានទស្សនាបងប្អូននោះសัตว์បងប្អូនអូលូតទៅនោះដែរបងប្អូននោះសัตว์កប្រុកបងប្អូនហក់ទៅនោះមិញអត់ហើយនោះបងប្អូនដល់នោះអត់ចង់វែងដែរបងប្អូនខ្ញុំដឹងតាណាដឹងតាណីបាត់ហើយនេះមួយជួយអស់វែងបងប្អូនតែមិនអីទេទោះបីជាយ៉ាងណាក៏ខ្ញុំជួលមកក្នុងផ្លូវល្អដែរខ្ញុំអត់គិតឲ្យអាក្រក់ទេចឹងហើយក៏សូមម្ចាស់ទឹកម្ចាស់ដីសូមកុំមកប្រកែប្រកាន់អី
bà lư thì xông lên sạt ở bóng bồn ơi ngắt chân lo trong vinh mấy nó bóng bồn nhung được chôn mò tuần nay này trong vinh flow đây bóng bồn rồi giờ thôi tầm nào to thiết bóng bồn bà bóng bồn bắt đầuពីការរៀបរាប់បាទពីសាច់រឿងនៃព្រៃភូមិតព្រឹមនេះចែកជូនពុកម៉ែបងប្អូនបានស្ដាប់បានដឹងអស់ហើយក៏ខ្ញុំបាទធ្វើវីដេអូបាទថតទេសភាពដើម្បីឲ្យពុកម៉ែបងប្អូនបាទបានទស្សនានៅដងព្រៃភូមិតព្រឹមនេះរួចរាល់ដែរអញ្ចឹងហើយបាទគឺវីដេអូរបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទខ្ញុំបាទ តែងតែបាទធ្វើវីដេអូដូចខ្ញុំបានរៀបរាប់ពីដើមវីដេអូអញ្ចឹងទោះបីជាខ្ញុំបានឮការរៀបរាប់ពីលោកយាយលោកតាពីលោកឪពុកអ្នកម្ដាយអ្វីមិនក៏ដោយច្បាស់យ៉ាងណាក៏ដោយក៏ខ្ញុំបាទអត់អាចបាទអង្គុយនិយាយតែជីវប្រវត្តិរឿងរ៉ាវនីមួយបាទអង្គុយនឹងមួយកន្លែងដែរខ្ញុំបាទតែងតែធ្វើវីដេអូបាទគឺខ្ញុំមកដល់ផ្ទាល់កន្លែងទីតាំងហ្នឹងបងប្អូនមុននឹងខ្ញុំមកខ្ញុំបាទទៅពំនាំយកសំណួររបស់ខ្ញុំទៅសួរដល់លោកយាយលោកតាណាម្នាក់ដែលគាត់បានដឹងពីជីវប្រវត្តិកន្លែងនឹងពិតប្រាកដអញ្ចឹងហើយខ្ញុំបានសួរគាត់បានដឹងពីជីវប្រវត្តិថាគាត់នឹងពិតជាដឹងនៅកន្លែងទឹកដីនឹងកន្លែងប្រវត្តិដីកន្លែងនឹងពីប្រវត្តិព្រៃកន្លែងនឹងច្បាស់ហើយខ្ញុំបាទនឹងបាទធ្វើវីដេអូខ្ញុំបាទនឹងមកផ្ទាល់មកធ្វើជាវីដេអូដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញចាក់ស្ដែងនិងរៀបរាប់អ្វីដែលខ្ញុំបានដឹងពីលោកយាយលោកតានឹងប្រាប់បាទបន្តនៅក្នុងវីដេអូនឹងបាទបន្តទៀតអញ្ចឹងហើយបើសិនជាបងប្អូនបាទពេញចិត្តនៅវីដេអូខ្ញុំបាទកុំភ្លេចជួយគាំទ្រម្នាក់មួយផងពុកម៉ែបងប្អូននោះខ្ញុំបាទហាសនាម Channel ភូមិចាស់នឹងពំនាំកោះកាយយករឿងរ៉ាវពីអតីតកាលជាច្រើនកន្លែងទៀតដើម្បីធ្វើជាវីដេអូចែកជូនពុកម៉ែបងប្អូនបានទស្សនានៅដងព្រៃព្រឹក្សាផងស្ដាប់នៅសំឡេងសត្វបាទយំដល់ក្រលួចបាទនៅតាមដងព្រៃនឹងផងហើយក៏បានទស្សនានៅដងព្រៃដងអីហើយក៏បានរៀបរាប់ពីសាច់រឿងលម្អិតចែកជូនពុកម៉ែបងប្អូនបានទស្សនាវីដេអូនិងបានស្ដាប់សាច់រឿងលម្អិតបាទជាបន្តទៀតបាទអញ្ចឹងហើយថ្ងៃនេះខ្ញុំបាទវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទនេះគឺជាប្រវត្តិជីវៈនៃព្រៃភូមិតាព្រឹមគឺបញ្ចប់សាច់រឿងនៅប៉ុណ្្នឹងហើយបងប្អូនគឺសាច់រឿងហ្នឹងគឺជីវប្រវត្តិដែលខ្ញុំបានដឹងពីលោកយាយលោកតាដែលគាត់និយាយប្រាប់ខ្ញុំហ្នឹងគឺសាច់រឿងហ្នឹងគឺដើមទងគឺអញ្ចឹងហើយបានជាអត់មានអ្នកណាម្នាក់ហ៊ានមកកាប់មកចកោមកធ្វើអីនៅកន្លែងព្រៃនឹងបានពុកម៉ែបងប្អូនដោយសារមានប្រវត្តិបាទតាព្រឹមហ្នឹងក៏ចេះស្ដោះព្រៃដូចខ្ញុំបានរៀបរាប់ពីដើមវីដេអូអញ្ចឹងគាត់ស្ដោះព្រៃគាត់ចងព្រៃហើយការស្ដោះការចងនោះក៏ខ្ញុំអត់ដឹងថាម៉េចដែរដោយសារខ្ញុំជាក្មេងសកលក្រោយដែរទេអ្វីដែលខ្ញុំបានដឹងនេះដឹងតែពីលោកយាយលោកតាដោយគាត់រៀបរាប់ប្រាប់ខ្ញុំទេដូចខ្ញុំបាននិយាយចឹងគាត់បបាញ់សត្វគាត់ធ្វើជាព្រានតែគាត់បបាញ់បានតែគាត់ទេសម្រាប់ព្រានអ្នកដតីគឺមកបាញ់ខូចគល់ឈូចឹងទៅថាបាទជ្រូកថាឆ្លុះព្រៃចឹងទៅពុកម៉ែបងប្អូនពេលបាញ់ទៅជាត្រូវជាគល់ឈើគល់អីចឹងទៅអានេះជាសាច់រឿងបាទរបស់ព្រៃភូមិតាព្រឹមនឹងគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទរកកំហុសខុសឆ្គងការរៀបរាប់របស់ខ្ញុំបាទបើសិនតែមានកំហុសឆ្គងដោយប្រការណាមួយនោះក៏សូមកាន់តែអធិស្ឋានផងតែវីដេអូនេះខ្ញុំបាទបញ្ចប់តែសាច់រឿងទេតែខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទស្សនាបាទគឺផ្លូវចេញទៅវិញបាទតែពុកម៉ែបងប្អូនខ្ញុំចង់វង្វេងមកហើយបាទគឺខ្ញុំមិនទាន់បាទបញ្ចប់វីដេអូនៅប៉ុណ្ណេះទេតែនិយាយពីសាច់រឿងនៃការរៀបរាប់របស់ខ្ញុំពីព្រៃភូមិតាព្រឹមហ្នឹងគឺសាច់រឿងគឺតែប៉ុណ្្នឹងទេបងប្អូនតែខ្ញុំនឹងបាទនាំអារម្មណ៍ពុកម៉ែបងប្អូនទស្សនាបាទបន្តដងព្រៃពេលចេញទៅវិញទៀតបងប្អូនព្រោះយើងជួលមករៀងជ្រៅដែរបងប្អូនបាទនោះគឺព្រៃអស់នេះចឹងបងប្អូនដើមនេះបាទគឺនៅធំមែនតើបងប្អូនមានរត់មានអីនេះបាទបងប្អូនធំបងប្អូនបាទមានឡើងទៅលើនោះរាប់ម៉ែត្រទៅលើបងប្អូនបាទនេះបងប្អូនបាទឥឡូវយើងបាទធ្វើដំណើរចេញទៅក្រៅវិញបងប្អូន
Bán bóng ôn một to pi bà vừa bị chọn sạch rương bày phồng tập rầm nâng hơi lâu dường thui đầm nơi tranh từ vinh hơi bóng ôn bà tại lần chu lại na thì bóng ôn trong rô bà vùng vi flow đây đấy nhung từ nay đi tại đầm bấy bà dường bàn ôi phụ mẹ bóng ôn tosana video có nhung bàn auton bà mình chụp cả thọt vì đòn play này thế cứ bà vừa đầm nơi tranh từ vinh đôi bà thọt đòn play mấy bàn thì khi cho mình phụ mẹ bóng ôn bàn tosana video này bà nào theo bóng ôn nó vui nhá trong men bóng ôn trong bàn bà lũ gì lũ ta để có điều rọp rạp khi nâng cao thì nãy chua một lên đi hết đừng thì bà rọp lâu từ với nhau bóng ôn ơi trong vậy thì nhóm mà chua mò mình như trong viên lâu đấy bóng ôn thì na theo bóng ôn chọn ba bóng ôn nó bóng ôn ơi na theo bóng ôn ơi trong viên flow đây nè vậy chỉ này bóng ôn này flow đàn flow sợ sợ vì đờ mó thằng bị bà chúng non tập rầm có đờ mà bóng ôn vùng vi mấy nó bóng ôn hiện nay nè về chụp flow đi hết bóng ôn mẹ này bóng ôn thôi với mà đây nè bà có vùng tới điệp rọp video chạy chun phục mẹ bóng ôn gì được ta bàn bà đăng vì nạ để chua pre ni mùi tên chơi vùng vây lông vây luôn e nhá bóng ôn bà một chút đơm chư đơm ấy bóng ôn thóm ăn và chụp lâu ní hết bóng ôn lâu để vừa đâm nơi chua mò rồi chun chua tô đi trâu đây bóng ôn về flow nữa ngay bóng ôn bà dương chua mò đôi bóng non là o dương ẩn bà kịch ở giặc cọ tế còn thì trong vừa video bà chạy chun phục mày bóng ôn bàn tosana nâng điệp rọp ở phục mày bóng ôn rồi giờ ta bán đăng vì vọt pay play phông tập râm như thế bà chụp sai bà chẳng cứ rọp lâu khơi mình hay bóng ôn khơi ra bóng ôn mình khơi bên tên mà thì rọp lâu quá khơi phong tờ bà lâu vô một đò lấy bóng ôn đò cái lành dừng chôl mình hơi bạn khơi bóng ôn ơi sắp bài chất à khơi hai bóng ôn khơi flow với nha bố mẹ bố nó phơi bà phơi men tên bà
ពេលយើងចូលទៅដល់ខាងក្នុងឯនោះហ្នឹងបាទនាំអារម្មណ៍ពុំឲ្យបងប្អូនទៅទស្សនាដងព្រៃហ្នឹងហើយរៀបរាប់ពីជីវប្រវត្តិនៅព្រៃភូមិដែលតាព្រឹមហ្នឹងចេញមកវិញរាល់ផ្លូវចង់ឃើញបងប្អូនអូយភ័យបងប្អូនបាទមិញលួចខ្សឹបខ្សឹបបេបនដល់បាទរុករណតាចាស់ទឹកម្ចាស់ដីនេះអស់ហើយបងប្អូនដើម្បីបានឃើញផ្លូវចេញមកវិញលោកឃើញហើយបាទពីផ្លូវខ្ញុំជួមកតាមនេះគឺឃើញហើយបងប្អូនអញ្ចឹងហើយខ្ញុំបាទក៏បានធូរទ្រូងបាទអញ្ចឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនខ្ញុំបាទក៏សូមខន្តីអធិស្ឋានដល់លោកឪពុកណាម្ដាយលោកយាយលោកតាអំពូមីងមៀមផ្សាយជាថ្មីម្ដងទៀតសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះគឺខ្ញុំនិយាយទៅមានកំហុសខុសឆ្គងដោយប្រការណាមួយបាទក៏សូមខន្តីអធិស្ឋានដល់គ្រូខ្ញុំបាទហាជំនាញបាទ channel ភូមិចាស់ផងពីព្រោះការរៀបរាប់របស់ខ្ញុំនេះគឺខ្ញុំបានដឹងពីលោកយាយលោកតានៅក្នុងភូមិខ្ញុំដែរទេហើយខ្ញុំបញ្ជាក់បាទវីដេអូដែលខ្ញុំដកស្រង់នេះគឺព្រៃនេះគឺនៅក្នុងភូមិបាទធ្វើតូចឃុំអន្សាចម្បក់ស្រុកប្រកោខេត្តពោធិ៍សាត់ពុកម៉ែបងប្អូនបាទហើយដើមតងនៃរឿងរ៉ាវព្រៃភូមិតាព្រឹមនេះគឺមានប្រវត្តិយូរលង់ណាស់មកហើយបងប្អូនបាទខ្ញុំកើតក្មេងៗសេរីអាយុចាប់ពីបាទ30ចុះគឺมันអាចស្គាល់ទេបងប្អូនបាទគឺចាប់ពី40ឡើងអីបាទអាចដឹងខ្លះអញ្ចឹងហើយបាទខ្ញុំខំបាទកោះកាយយករឿងរ៉ាវពីអតីតកាលហ្នឹងគឺធ្វើជាវីដេអូដើម្បីបាទរំលឹកនៅរឿងរ៉ាវចាស់ដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាកុំអោយបាទផ្លេចហើយឲ្យក្មេងក្រោយៗនេះគាត់បានស្គាល់ថាដើមរឿងឈ្មោះព្រៃភូមិតាព្រឹមហ្នឹងគឺតង់ពីពេលណាហើយគឺមានរឿងរ៉ាវអ្វីខ្លះអញ្ចឹងខ្ញុំបាទធ្វើវីដេអូបញ្ជាក់ជូនពុកម៉ែបងប្អូនលោកយាយលោកតាបានដឹងនៅថ្ងៃនេះហើយបាទអញ្ចឹងហើយខ្ញុំបាទក៏សូមបាទជម្រាបលាដល់ពុកម៉ែបងប្អូនហើយនឹងក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែទស្សនានិងគាំទ្រនៅវីដេអូរបស់ខ្ញុំបាទហើយដូចខ្ញុំបាននិយាយចឹងបើសិនជាពេញចិត្តបាទជួយគាំទ្រវីដេអូខ្ញុំបាទផងនោះពុកម៉ែបងប្អូននឹងបានឃើញរាល់វីដេអូដែលខ្ញុំធ្វើចែកជូនពុកម៉ែបងប្អូនបានទស្សនាជាបន្តទៀតបាទ